អូខេអញ្ចឹងថ្ងៃនេះខ្ញុំមានជាមួយនឹងការបង្កើតគ្រុឌ Create ជាមួយនឹង Laravel 12អញ្ចឹងដើម្បីបង្កើតបានគេអាចបង្កើតជាមួយនឹងការបង្កើត student ad មួយឬក៏ ad ធម្មតាក៏បាននេះខ្ញុំ integrate វាជាមួយនឹង plugin ដែលមានស្រាប់ជាមួយនឹង Bootstrap ហើយចំពោះការបង្កើតក៏ខ្ញុំបានបង្កើត page ហើយដែរខ្ញុំដាក់ជាមួយនឹង Bootstrap អញ្ចឹងដោយសារខ្ញុំអត់ចង់ចំណាយពេលឲ្យមានវីដេអូច្រើនអូខេអញ្ចឹងអ្នកគ្នាអាចធ្វើតាមខ្ញុំកន្លែងនេះគឺខ្ញុំបង្កើតនៅក្នុង index របស់យើងហ្នឹងគឺ home page ដែលខ្ញុំបង្កើតមួយ A class មានជាមួយនឹង add student ហើយខ្ញុំបង្កើត address ដើម្បី route វាទៅរកទីតាំងសម្រាប់ add student នឹងដែលវាបើកជា page ថ្មីមួយអូខេអញ្ចឹងខ្ញុំដាក់ថាជា add student កន្លែងហ្នឹងគឺជាប៊ូតុងមួយសម្រាប់ឲ្យយើង add អញ្ចឹងយើងចូលមកដល់ការ web គឺយើងបង្កើត route មួយសម្រាប់ view ហើយយើង route វាទៅកាន់ add បន្តមកទៀតគឺយើងអាចសរសេរមួយទៀតគឺ student.add ហើយជាចុងក្រោយគឺយើង complete semicolon ព្រោះអានេះក៏វាអាចប្រកាន់ semicolon ដែរកន្លែងនេះជា route គ្រប់អញ្ចឹងមានន័យថាបន្ទាប់ពី student ហើយយើង slash ទៅរើ add មួយទៀតមកវាចូលអញ្ចឹងកន្លែង egress នេះគឺយើងដាក់ slash ហើយ add មកអូខេអញ្ចឹងជំហានបន្ទាប់គឺយើងអាចមើលតេស្តបានអូខេយើងជួយ add គឺវាទៅ page ថ្មីគឺមាន name មាន email មាន age មាន gender និង score ជាដើមនិងប៊ូតុង submit អញ្ចឹងកន្លែងនេះយើងអាចសរសេរបានប៉ុន្តែយើងអត់ទាន់អាច submit ទិន្នន័យវាទៅ database បានយើងចូលមកក្នុង web ដដែលបន្តមកទៀតយើងបង្កើតជា route text ថ្មីមួយទៀតដែលជាប្រភេទ route សម្រាប់យកទៅ post ឬក៏ route submit ហ្នឹងគឺខ្ញុំដាក់ថា create បន្តមកទៀតគឺខ្ញុំពាក្យថា create semicolon អញ្ចឹងកន្លែងហ្នឹងអ្នកគ្នាអាច create ហើយ create ឡើងហ្នឹងមកគឺជា parameter វាសម្រាប់ឲ្យយើងធ្វើអញ្ចឹងអូខេអញ្ចឹងជំហានបន្ទាប់គឺយើងចូលមកខាង student controller គឺយើងបង្កើតជា public function create request ហើយយើង request ទៅកាន់ student បន្តមកទៀតជាជំហានឲ្យយើងឲ្យ student ហ្នឹងស្មើជាមួយនឹង new student អូខេបញ្ចប់ line បន្តទៀតអញ្ចឹង student មិញហ្នឹងគឺយើងមានទទួលទិន្នន័យគេខ្លាចយើងចាប់វាមកដាក់នៅក្នុងហ្នឹងមកគេខ្ញុំសុំកលេចទៅមើលមាននេះមាន name ទាំងអស់អញ្ចឹងកន្លែងហ្នឹង name ហ្នឹងគឺយើងត្រូវដាក់នៅក្នុង class ដែលយើងសម្រាប់បំពេញណាកន្លែង form ហ្នឹងណាទៅសេមិនតម្រងហ្នឹង form ឲ្យវានៅក្នុង form អញ្ចឹងមាន name email age gender ជាមួយនឹង score យើងទៅសេឲ្យមានសញ្ញាដុល្លារនៅពីមុខហ្នឹងនឹងមាន student ផងអូខេមានន័យថា student ហ្នឹងវា target name និង email ផ្សេងបន្ទាប់មកយើង request name email age gender score ជាដើមអូខេអញ្ចឹងជាជំហានបន្ទាប់ទៀតគឺខ្ញុំទៅសេ function មួយទៀតដែលជា student យើងស្ការ cut ទៅរក cell អញ្ចឹងមានន័យថាយើង cell ហើយយើងអាចសេមួយទៀតគឺ redirect វាមក page home វិញដល់ពេលដែលវា submit ហើយគឺឲ្យវា back មក home វិញណាឬក៏យើងអាចសរសេរថា return redirect student យើងអាចឲ្យវា back មក page home វិញណា page home គឺខ្ញុំដាក់ភាសា student អូខេអញ្ចឹងនៅក្នុង route នេះមាន route create រួចរាល់ហើយអូខេអញ្ចឹងយើងអាចចូលទៅតេស្តសាកមើលសិនគេខ្ញុំសូម check មើលលើនេះអញ្ចឹងឥឡូវនេះយើងមាន form យើងមាន action method post ផងបើយើងអត់ដាក់ method post ទេមានន័យថាវាអត់ post ទៅក្នុង database របស់យើងទេអញ្ចឹងអ្នកគ្នាអាចដាក់ post ហើយ student ដោយសារមិញយើងបង្កើតជា function create នៅក្នុង student controller អូខេអញ្ចឹងយើងអាចចូលតេស្ត refresh មួយសិននៅក្នុង Laravel អញ្ចឹងខ្ញុំសាក input test email test@gmail.com អីចឹងទៅហើយ age gender page ហើយដាក់បន្ទុកចុច save ពឹបអូខេអញ្ចឹងវាចេញ419 page expire អញ្ចឹងយើងចូលមកមើលតើវា expire ឡើយណាអូខេខ្ញុំសុំ check លើនេះយើងអាចសរសេរ add cross press វាមួយមកតមក refresh យើងតេស្តម្ដងទៀតអញ្ចឹងកន្លែងមិញសំខាន់ណានៅក្នុង Laravel អូខេតោះ submit តែយ៉ាងដាក់បន្ទុកសិនចុច submit ពឹបអូខេវារត់ direct មកហើយយើងអាច scroll ទៅខាងក្រោមមើលអូខេនេះទិន្នន័យ
វា direct មកជាមួយខ្ញុំ scroll ទៅមើលដោយសារនេះទិន្នន័យខ្ញុំច្រើនខ្ញុំ query វា database មកអូខេនេះវាមកហើយអូខេបើសិនមានចម្ងល់